មនុស្សប្រុសធ្វើ5ចំណុចនេះបញ្ជាក់ថាគាត់មិនបានស្រឡាញ់អ្នកទេទី1នោះគឺអ្នកត្រូវតែឆាតរកគាត់មុនសួរនាំគាត់មុនបបួលគាត់មុនគ្រប់យ៉ាងអ្នកត្រូវតែចាប់ផ្ដើមបើសិនជាអ្នកមិនចាប់ផ្ដើមមិនខ្វល់គាត់ក៏មិនខ្វល់នេះគឺចំណុចទី1ចំណុចទី2គាត់គ្មានពេលវេលាឲ្យអ្នកទាំងអស់គ្នាមនុស្សស្រឡាញ់គ្នាទោះបីរវល់យ៉ាងណាក៏ដោយគាត់ត្រូវតែមានពេលវេលាឲ្យអ្នកត្រូវត្រាំអញ្ចឹងនៅពេលដែលគាត់មិនដែលមានពេលវេលាឲ្យអ្នកសោះនេះឯងបញ្ជាក់ថាគាត់បានស្រឡាញ់អ្នកសូម្បីតែបានតែចំណុចទី3គាត់អត់ខ្វល់ពីអារម្មណ៍អ្នកគាត់មិនខ្វល់ថាអារម្មណ៍របស់អ្នកបែបណាចំពោះគាត់ពិបាកចិត្ត stress ឬមួយក៏បញ្ហាបែបណាគាត់មិនខ្វល់គាត់មិន take care អារម្មណ៍យល់ទេអ្នកទី4ទោះបីជាអ្នកខិតខំធ្វើការងារនៅក្នុងផ្ទះច្រើនកម្រិតណាក៏ដោយតែគាត់មើលឲ្យឃើញអ្នកនរគ្នាយល់ទៅគឺគាត់អត់ឲ្យតម្លៃហ្មងណាគាត់តែងតែគិតថានេះគឺជាតួនាទីរបស់អ្នកឃើញទេចំណុចទី5គាត់ជាមនុស្សដែលហៅថាព្រមក្នុងការចាក់ចេញពីជីវិតអ្នកគ្រប់ពេលវេលាឧទាហរណ៍ឆ្លុះគ្នាអីតិចតួចគឺគាត់បាត់ខ្លួនឯងគាត់អត់ខ្វល់ពីអ្នកសោះអ្នកនរគ្នាបើសិនជាអ្នកកំពុងតែសេពគប់មនុស្សប្រុសដែលមាន5ចំណុចនេះប្រឡែងគាត់អ្នកនរគ្នាដោះលែងគាត់ឲ្យលឿនបំផុតកុំរារាំងមនុស្សដែលអត់បានឲ្យតម្លៃយើងហើយកុំរារាំងមនុស្សដែលបានស្រឡាញ់ចឹងអ្នកនរគ្នា